មុខរបរត្រឹមត្រូវមិនដេចក៏មិននាំគ្នាធ្វើបែរជាយកព្រះពុទ្ធសាសនាមកធ្វើជាមុខរបរបែបនេះទៅវិញគណៈដែលសាលាអនុគុណខណ្ឌពោធិ៍សែនជ័យបានសហការជាមួយនឹងអាជ្ញាធរនិងសមត្ថកិច្ចបានខុតខ្លួនជនក្លែងបន្លំធ្វើជាព្រះសង្ឃចំនួន9នាក់និងអប់រំព្រះសង្ឃមួយអង្គនៅព្រឹកថ្ងៃទី22ខែឧសភាឆ្នាំ2026សាលាអនុគុណខណ្ឌពោធិ៍សែនជ័យបានសហការជាមួយរដ្ឋបាលសង្កាត់ចោមចៅទី3រដ្ឋបាលសង្កាត់សំរងក្រោមប៉ុស្តិ៍នគរបាលរដ្ឋបាលសំរងក្រោមរដ្ឋបាលសង្កាត់ត្រពាំងក្រសាំងឃាត់ខ្លួនជនក្លែងបន្លំភេទជាពុព្វជិត9នាក់និងអប់រំព្រះសង្ឃមួយអង្គបានអប់រំណែនាំតាមធម៌វិន័យនិងធ្វើកិច្ចសន្យាជាមួយសាលាអនុគុណអំពីការបិណ្ឌបាតតាមទីអគរចរដ្ឋានភេទជាពុព្វជិត9នាក់និងព្រះសង្ឃមួយអង្គមាននាមនិងឈ្មោះដូចខាងក្រោម1ឈ្មោះធូវណ្ណាអាយុ61ឆ្នាំជាព្រះសង្ឃពិតជួនស្នាក់នៅវត្តសារវ័នជួនពេលខ្លះស្នាក់នៅវត្តនុនមនីធ្លាប់ធ្វើកិច្ចសន្យាម្ដងរួចមកហើយ2ឈ្មោះអែមឈុងអាយុ31ឆ្នាំមានស្រុកកំណើតនៅស្រុកដងតុងខេត្តកំពត3ឈ្មោះញឹមសារ៉ាន់អាយុ35ឆ្នាំមានប្រពន្ធកូន3នាក់4ឈ្មោះយៀតស្រួយអាយុ35ឆ្នាំធ្លាប់នៅកម្ពុជាក្រោមទៅមកបាន8ថ្ងៃ5ឈ្មោះនឿនសារ៉នអាយុ20ឆ្នាំមានប្រពន្ធស្រុកកំណើតនៅខេត្តកំពត6ឈ្មោះសេងហៀបអាយុ50ឆ្នាំមានប្រពន្ធកូន2នាក់មានស្រុកកំណើតនៅខេត្តបាត់ដំបង7ឈ្មោះនូលុនអាយុ56ឆ្នាំមានស្រុកកំណើតនៅស្រុកដងតុងខេត្តកំពត8ឈ្មោះញ៉ែតវុធីអាយុ59ឆ្នាំមានប្រពន្ធកូនចំនួន3នាក់ធ្លាប់បួសហើយសឹកមកវិញ9ឈ្មោះអិនហាប់អាយុ37ឆ្នាំមានស្រុកកំណើតនៅខេត្តកំពតទើបមកបានមួយសប្តាហ៍តែប៉ុណ្ណោះ10ឈ្មោះអែលដុតស្រុកកំណើតនៅស្រុកឈូកខេត្តកំពតស្នាក់នៅតាំងក្រសាំងទើបមកបានជាង10ថ្ងៃតែប៉ុណ្ណោះសូមបញ្ជាក់ថាសមត្ថកិច្ចបានឃាត់ខ្លួនជនក្លែងបន្លំភេទជាពុព្វជិតចំនួន9នាក់និងព្រះសង្ឃចំនួន1អង្គដែលបានឈរបណ្បាតនៅតាមមុខរោងចក្រនៅក្នុងភូមិសាស្ត្រសង្កាត់ត្រពាំងក្រសាំងចំនួន3នាក់និងនៅសង្កាត់ចោមចៅទី3ចំនួន6នាក់ព្រមទាំងព្រះសង្ឃមួយអង្គផងដែរយោងតាមការបញ្ជាក់ពីសាលាអនុគុណខណ្ឌពោធិ៍សែនជ័យជនទាំង9នាក់ខាងលើត្រូវបានរកឃើញថាបានក្លែងបន្លំភេទជាពុព្វជិតដើម្បីធ្វើសកម្មភាពបិណ្ឌបាតនៅតាមទីសាធារណៈដែលអាចបង្កឲ្យមានការយល់ច្រឡំដល់ពុទ្ធបរិស័ទនិងប៉ះពាល់ដល់តម្លៃរបស់ព្រះពុទ្ធសាសនាបន្ទាប់ពីការសាកសួរនិងពិនិត្យអត្តសញ្ញាណសាលាអនុគុណបានប្រគល់ជនក្លែងបន្លំទាំង9នាក់ជូនទៅសមត្ថកិច្ចដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់ចំណែកព្រះសង្ឃមួយអង្គវិញត្រូវបានអប់រំណែនាំអំពីធម៌វិន័យនិងធ្វើកិច្ចសន្យាជាមួយសាលាអនុគុណដោយស្ដីពីការបិណ្ឌបាតនៅតាមទីអគរចរដ្ឋានដែលមិនសមស្របតាមព្រះធម៌វិន័យ